នឹងរឿងហ្នឹងមានសភាពអស្ចារ្យព្រះអង្គប្រកាសសម្ដែងជាមួយនឹងអ្នកក្រងផ្កាថ្វាយព្រះរាជាឈ្មោះសុម្នាក់គាត់នឹងតែងតែទៅយកផ្កាម្លិះបានផ្កាម្លិះ8នាលនាលកាលនោះមកក្តាប់ធំចឹងមួយនាលយកទៅថ្វាយព្រះរាជារាល់ថ្ងៃណាគាត់ធ្វើតែអញ្ចឹងរាល់ថ្ងៃបានប្រាក់មកពីព្រះរាជាឲ្យថ្លៃឈ្នួលមកអញ្ចឹងជីវិតយ៉ាងគ្រួសារប្រពន្ធកូនអីហ្នឹងការងារគាត់ថ្ងៃមួយព្រះអង្គទ្រង់ប្រមាលមើលបនិស្ស័យសត្វមិនបានឃើញថាសុម្នាក់នឹងបានសម្រេចជាអរិយបុគ្គលទេប៉ុន្តែនឹងបានឃើញថាសុម្នាក់នឹងអាចលះបង់ជីវិតដើម្បីបូជាព្រះអង្គហើយនឹងបានទៅជាព្រះបច្ចេកពុទ្ធមួយអង្គបន្ទាប់ពី100,000កាប់ក្រោយព្រះអង្គទ្រង់ជ្រាបចឹងទៅថាព្រះតថាគតទៅនឹងបានប្រយោជន៍ដល់សត្វលោកជាច្រើនពុទ្ធបរិស័ទនឹងក៏បានសេចក្តីជ្រះថ្លាច្រើនយ៉ាងតថាគតត្រូវទៅថ្ងៃហ្នឹងឯងព្រឹកដែលសុម្នាក់ហ្នឹងយកផ្កាមុននឹងយកទៅថ្វាយព្រះរាជាត្រូវយកមកផ្ទះសិនយកមកក្រងណាជាមួយប្រពន្ធជាមួយអីហ្នឹងក្នុងការនោះព្រះអង្គទៅជាមួយវិខសង្ឃទៅច្រើនសឹងតែទាំងអស់វិខសង្ឃទៅតាមព្រះអង្គពេលហ្នឹងមានពេលអស្ចារ្យច្រើនដងដែលព្រះអង្គនិមន្តទៅតាមធម្មតាព្រះអង្គអត់បញ្ចេញរស្មីអីធម្មតាយ៉ាងច្រើនមកព្យាមអីជុំវិញព្រះអង្គអីជាពន្លឺកើតពីកំណើតណាតែព្រះអង្គមិនដារឹតទៅបានចង់ធ្វើមិនក៏បានតែពន្លឺហ្នឹងណាចេញទៅណាទៅបាញ់គួចឆ្វល់ឆ្វែងឆ្វៀលឆ្វាត់ជុំវិញព្រះអង្គឲ្យផុសឲ្យដល់អាកាសភ្លឺទៅដល់ព្រហ្មលោកអីយ៉ាងណាគឺព្រះអង្គទ្រង់មានឫទ្ធិធ្វើបានទាំងអស់ណាប៉ុន្តែព្រះអង្គមិនទ្រង់ធ្វើទេគឺមកព្យាមជំវិញព្រះអង្គនឹងធម្មតានឹងប៉ុន្តែពលឺចេញមែនប៉ុន្តែមើលប្រភពព្រះអង្គអត់មានពលឺណាមកបាំងមកព្រាលអីទេអត់ទេពលឺនឹងស្អាតតែមកចេញមកយើងចង់ស្អាតដោយព្រះអង្គទិញអាស្អីយកមកដាក់ពីក្រោយភ្លឺដែរមើលមកលែងឃើញវាមិនចេញពីក្នុងវាចេញពីអំពូលអត់ល្អទេតែព្រះអង្គចេញពីក្នុងមកភ្លឺស្អាតហើយអត់មានព្រាលភ្លាកភ្នែកអីទេមើលព្រះអង្គរស្រស់សាច់ព្រះអង្គនឹងដូចមាសមើលទៅថ្ងៃហ្នឹងព្រះអង្គទៅហ្នឹងមានរស្មីល្អអស់យ៉ាងរស្មីនឹងចម្រុះគ្នាខុសពីធម្មតា6ពណ៌មានប៉ុន្តែវាឆ្លាស់គ្នាហើយវិលប៉ះជុំវិញព្រះអង្គទៅវារត់ទៅមុខទៅក៏ពោះទៅលើទៅប្រហែលជាថ្នោតស្ទៀលល្មមហើយទៅមុខទៅប្រហែលជា4-20 ម៉ែត្រហ្នឹងហ្វិចពលឺហ្នឹងទៅហើយអ្នកស្រុកអ្នកភូមិចេញមកមើលឃើញព្រះអង្គដូចជាភ្នំមាសដែលផុសឡើងចឹងណាគឺមិនងាយបានឃើញទេពេលដែលព្រះអង្គប្រើរិទ្ធអញ្ចឹងអីគឺមិនងាយឃើញមុនទៅហ្នឹងក្រំតែមនុស្សតាមព្រះអង្គចេញមកស្រែកហូប្រាប់គ្នាឲ្យចេញមកមើលព្រះអង្គហ្នឹងក្រំតែក្រៅក្រុង9កោតមនុស្ស9កោតហើយនៅក្នុងនគរហ្នឹង9កោតទៀតវាត្រូវជា18កោតមនុស្សណាទៅហ្នឹងនៅក្នុងក្រុងរាជក្រឹត្យហើយព្រះអង្គអត់និមន្តតាមផ្លូវតូចទេគឺនិមន្តទៅយាងទៅហ្នឹងតាមផ្លូវដែលព្រះរាជាធ្លាប់ហែក្បួនណាក៏ប្រមាណទៅទឹក3គីវុតផ្លូវហ្នឹងរាប់គីឡូដីមនុស្សទៅហ្នឹងគឺមើលពីណាក៏ឃើញដែរពលឺព្រះអង្គនោះឆ្វាច់ចេញទៅវាឆ្វល់ឆ្វៀលឆ្វាត់ជុំវិញគ្នាទៅណាសុម្នាក់នេះបេះផ្កាមកឃើញអឹកកធឹកក៏ក្រឹកក៏ក្រែងអញ្ចឹងជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធណាព្រះអង្គនិមន្តទៅវាផ្លូវចិត្តកន្លែងដែលខ្លួននៅហ្នឹង
ជ្រះថ្លាចង់បូជាផ្កាហ្នឹងចំពោះព្រះសម្មាសម្ពុទ្ធប៉ុន្តែគិតមុនដំបូងហ្នឹងគិតថាបើសិនជាយើងបូជាទៅថ្ងៃហ្នឹងវាអត់មានផ្កាយកទៅថ្វាយព្រះរាជាពិតជាសម្រាប់យើងឬក៏ធ្វើទរណកម្មឬក៏និរទេសយើងចេញអំពីនគរមិនខានទេតែភ្លាមនោះក៏គិតថាព្រះរាជាសម្រាប់ក៏សម្រាប់ទៅដាក់ពីនេះក៏ដាក់ទៅឬក៏និរទេសយើងចេញពីប្រទេសហ្នឹងក៏និរទេសទៅយើងនឹងបូជាជីវិតហ្នឹងចំពោះព្រះសាស្តាបូជាផ្កាទេប៉ុន្តែដែលហ៊ានលះបង់ថានរណាសម្លាប់នរណាអីក៏សម្លាប់ដែរតែយើងត្រូវតែបូជាចំពោះព្រះសម្មាសម្ពុទ្ធថ្ងៃនេះព្រោះថាការដែលយើងយកទៅថ្វាយហ្នឹងយើងមិននិយាយពីមុនទេក្នុងមួយជាតិហ្នឹងមិនដែលឮមិនដែលឃើញសប្បុរសអីយ៉ាងណាមិនដែលគេណែនាំឲ្យស្គាល់អីយ៉ាងម៉េចប៉ុន្តែឧបនិស្ស័យដែលធ្លាប់សន្សំរឿយការស្ដាប់រឿយជ្រះថ្លានឹងបុគ្គលដែលគួរជ្រះថ្លារឿយគ្រាន់តែឃើញភ្លាមជ្រះថ្លាហ៊ានបូជាជីវិតអាហ្នឹងមិនមែនឯងទេហើយក្នុងគណៈដែលព្រះអង្គទៅអស់ចាសម្បើមប៉ុណ្ណឹងក៏មិនមែនអត់អ្នកជ្រះថ្លាអ្នកដែលមិនជ្រះថ្លាដែរនៅតែមានអ្នកអត់ជ្រះថ្លាអញ្ចឹងពួកសាវកដតីពួកនិក្រន់ពួកអាចារ្យលើគេហាមបរិស័ទគេមិនឲ្យមកមើលទេណាខ្លាចប្រពុតនឹងដាក់ស្នេហ៍មកអស់ហើយតែព្រះអង្គនឹងដាក់ស្នេហ៍ចេះស្នេហ៍ចេះពង្វែចិត្តទៅជាមួយព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គចេះពង្វែចិត្តមនុស្សឲ្យងើអស់ចឹងគេប្រាប់ចឹងអ្នកខ្លះជឿទៅអត់ហ៊ានមកទេខ្លាចវែងនោះណានឹងយើងឃើញដល់សភាពធម្មតាហ្នឹងអីដែលចេះជ្រះថ្លាហ្នឹងមនុស្សប្រព្រឹត្តក្រែងទៅហ្នឹងសិតតែធ្លាប់សន្សំឧបនិស្ស័យល្អបានចេះតែដឹកឃើញតែសប្បុរសមកចេញទៅមើលចេញទៅជ្រះថ្លាហើយគាត់ហ្នឹងលះបង់អញ្ចឹងទៀនហ្នឹងគឺម្លេច8ក្តាប់មែន8នាលមែនប៉ុន្តែការតាំងចិត្តហ្នឹងគឺស្មើជីវិតណាម្លេចហ្នឹងណាឈ្មោះថាការបូជារបស់គាត់ហ្នឹងគឺបូជាជីវិតណាបានកាត់កកាត់អីយកទៅបូជាព្រះអង្គហើយប៉ុន្តែការដែលតាំងចិត្តខណៈហ្នឹងតាំងចិត្តមោះមុតថាព្រះរាជាធ្វើអីធ្វើតែសម្រាប់ទៅចងដាក់ពីនេះដាក់ទៅនិរទេសទៅគឺវាហួសពីជីវិតហ្នឹងជីវិតហ្នឹងវាអត់លែងគិតហើយស្រឡាញ់ប៉ុនហ្នឹងវាជាងជីវិតហើយបានហ៊ានតាំងចិត្តអញ្ចឹងនោះណាពេលដើរចូលទៅចិត្តទៅបាច់មកក្តាប់2ក្តាប់ទៅញាតិញោមផ្កាហ្នឹងមិនដែលទៅជារបៀបពីដានលើព្រះសម្មាសម្ពុទ្ធអត់ធ្លាក់ទៅដីទេណារៀបជាឆ្លាស់គ្នាស្មើគ្នាពីលើដូចយើងចងខ្សែក្រងទុកពីលើអញ្ចឹងណា2ក្តាប់នោះក្តាប់ធំបាទទៅតាមលេខឃើញអញ្ចឹងជ្រះថ្លាទៀតជ្រះថ្លាបាច់2ក្តាប់ទៅទៀតទៅធ្លាក់ខាងស្ដាំរបស់ព្រះអង្គហ្នឹងប៉ុន្តែជារបៀបរនាំងបាំងណាដូចវាំងនោនអញ្ចឹងណារៀបគ្នាអត់មានជាប់អីទេអណ្ដែតលើអាកាសប៉ុន្តែអណ្ដែតហ្នឹងអណ្ដែតជារបៀបវាំងនោនដូចយើងក្រងកាឡាប្រតិគ្នាហើយដាក់ផ្កាអញ្ចឹងណាជ្រះថ្លាអញ្ចឹងបាច់2ក្តាប់ទៅទៀតទៅដែលទៅជារនាំងបាំងពីក្រោយបង2ក្តាប់ចុងក្រោយបាំងពីខាងឆ្វេងទៅនឹងយើងមិនដឹងថាធ្វើម៉េចទេណាវាអត់មានជាប់ខ្សែអត់មានជាប់អីប៉ុន្តែទៅអញ្ចឹងហើយពលឺនឹងចេញប្រឡោះផ្កានឹងផ្លេចឆ្វៀលឆ្វាក់ព្រះអង្គទៅប្រតិសិនទៅណាមេលាកាជ្រះថ្លាមែនទេញាតិជ្រះថ្លាសឹងថាវាមិនដែលផុតពីដីអត់ដឹងថាជីវិតហ្នឹងវាត្រូវស្លាប់អីយ៉ាងណាអត់ខ្វល់ណាហើយពលឺព្រះអង្គហ្នឹងវាភ្លឺមិនក្តៅទេយើងគំថាពលឺព្រះអង្គចេញមកនេះក្តៅទៅមិនបានណាគាត់ចូលទៅចិត្តថ្វាយបង្គំពេលដែលគាត់ចេញទៅក្នុងពលឺរបស់ព្រះអង្គហ្នឹងប្រៀបដូចជាចូលទៅក្នុងមនាងសិលាអញ្ចឹងថ្វាយបង្គំព្រះអង្គហើយណាបានត្រឡប់ទៅផ្ទះដើរតាមព្រះអង្គមកសតុគេដែរប៉ុន្តែត្រឡប់ទៅផ្ទះឡប់ទៅប្រាប់ប្រពន្ធឲ្យអនុមោទនាណាឲ្យអត់ឃើញប្រពន្ធមកនោះតែហៅប្រពន្ធឲ្យជួយហែហំព្រះអង្គ
từ đó rồi con xua thầy nắp cá bốc vé bọn bồ chìa về sầm áo sầm bột đó ấy tham mấy lắm bồ chìa cho bạn ấy thay về chìa nghe về chia ca chứ nó ta khăn mà đón dơ đừng slap á tha ở chân à thì là cái đấy tha về chia sầm lap có sầm lap tới chọn có chọn tới đi được tê có đi được tê tới bên lại bốn là bọn ban thuê bực mình nó xong mẹ về ấy nó ăn mô tình đi ấy nè mình lúc là nguồn on the pill đấy on đăng ấy men thảo khăng giống on the pill lô rạch từ mà nè on chỉ đặt là đập đầy con mau con tới ở ai nó về na chụp nơi tới tình này từ ôm côn từ khẩn lên thế này dừng lên nhé còn miền đây của quân ấy tiết đấy ngọt tại ấy nó trong miền từ lẹt bom chỉ vượt ấy chỉ mũi con ấy đấy nè thì mày tới chồng hả sợ lạnh kia sợ ta sợ bọt sợ bay triệt nịch miền bong ruột miền này nè đó bong miền thấy ôn rọt chào nó nè từ mình từ nó mình từ ná từ về đi chịu vẹn ruột cầm ao ruột khai thà tại vì chia đó vì chia bên sầm lạp trăm ta tại đây nó là chịu cá sầm lạp mà pu vậy nó phơi kho cho mỗi về chia nè ai dân đăng ấy về chia và bạn và xem thì bơm bị xá ban sầm lạp từ giờ sau ta ban là một cô tăng vị chu về sầm lạp sầm put chỉ lợn tầm bông mà lấy ai đây giờ một cô chơi sầm lạp mà nấu thế ở ta công tham mà nấu chơi sầm lạp mua hết thế mua muối sầm ao muối lô man sầm lạp không nè chẳng từ đó xong nhát châu được qua về chỉ nè đó để châu từ đó cả phản cùng về chia thà miền ca ấy lắm miền ca ấy và thà nhom nắng nhom mà cha nắng chỉ bọc phun được không nè vô ca một vài về chia nắng còn tại vì ngày nắng tổ mốc về ở đây ở của phun kia tiệt ai là về chia chẳng thật trong bạn miền tiệt tuồng ấy chỉ mỗi cọt tiệt thế về chia làm lạp ấy làm cọt thế làm lạp nhom thấy chẳng nhìn ông của phun ơi của phun nó cả na về giặt theo đường nặng không chứa đấy thấy về chia tôi hết cho bên đường đấy đo nạn đó và đường là thả ở đây nhom đó nè còn từ rồi ca màu nắng chuột ra mà sam put ra chuột ra mà sam put của vô ca nó quay về chia ở tới rồi nhom pra với ở chưa nhóm mấy ta về chia ta khấn ai chùm láp ai chập cho ở dần ná còn than làm tới và nó trong miền prom thì mỗi con ấy bác nhóm máu tôi về chia một nâng chồng chập ấy chập còn tới trong mặt miền châu luôn cầm đất ấy đường nâng nè đọt luôn á nè đọt luôn chẳng nè ở đây đừng mày từ tới nó tại vì buồn luôn nơi những buổi kia đó bên thấy chẳng đấy nhận ông chẳng đấy nè nè bộ buồn cục kia nó chẳng đấy thế còn bài chuyện miền nắng đấy nè mấy cái non vào đây ruột đó nó nè cùng nó nên nó đôi sầm lạp vào đây chứ mà nè hoặc miền quân miền Sài ấy lên kia xong ở làm đây năng tới chụp đây chụp bộ phun này ấy cổ chất ấy đặt quạt mơ ta Sài chế miền ta ăn đồ cừu ấy xong nè hay về chế trung chìa tới bị chìa là quan tách trong đăng thả bà sân chả ca bằng rong vô một vai anh nắng miền lia ca nó ban thoái anh sẽ bài chặt miền tiền xua về chuyện thu được chuyện kháng á mấy ở đây nè nó vô ca để sầm đạp dơ nó vô tụ bô chia vào phút 100 mét á cả na thầy sai 100 mét ấy đây là tôi được khăn như nó là đàn anh đâu đằng sau này chẳng bao dân tụ mơ tới tư phai cùng về sầm ả sầm phút chỉ đặt là đăng thả
ផ្កាហ្នឹងក៏ជាចំណែកបុណ្យរបស់ខ្លួនឯងដែរទៅនឹងសុបាយចិត្តទៅអញ្ចឹងមិនមែនទៅចាប់គាត់នោះទេណាព្រោះបានបូជាព្រះសម្មាសម្ពុទ្ធព្រោះការហ្នឹងដើម្បីព្រះអង្គហើយដល់បានថ្វាយព្រះសម្មាសម្ពុទ្ធព្រះជាមេត្តាបុណ្យរបស់សមណៈតទេណាបុណ្យព្រះអង្គដែរជ្រះថ្លាទៅថ្វាយអង្គព្រះសម្មាសម្ពុទ្ធហ្នឹងទៅដល់ឃើញព្រះសម្មាសម្ពុទ្ធបរិបូររុងរឿងដោយរស្មីហើយនឹងកាមលិដែលធ្វើជាពីដានពីលើពីក្រោយពីឆ្វេងពីស្ដាំពីមុខអត់ទេណាហើយកាមលិនឹងរៀបជារបៀបយ៉ាងហ្នឹងអាតបកវានឹងចេញមកពីខាងក្រៅហើយអាទួងវាទៅក្នុងទាំងអស់មានមុខចេញមកក្រៅទាំងអស់ខាងលើក៏អញ្ចឹងទៅមានផ្ការីកទៅលើទៅខាងក្រោយខាងឆ្វេងខាងស្ដាំគឺមានមុខផ្កានឹងចេញក្រៅអាទួងវានោះចូលក្នុងរៀបជាក្បាច់ដូចយើងរៀបទុកពីកាលណាអញ្ចឹងណាហើយទៅព្រះអង្គទៅជាមួយណាមិនមែននៅមួយកន្លែងណាមិនដែលទៅជាមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទៅនៅបតិសិនទៅមុនទៅច្រើនកន្លែងរាជាទៅថ្វាយគុំព្រះអង្គនិមន្តចូលរាជវាំងព្រះអង្គអត់ចូលព្រះអង្គសម្ដែងការៈថាចង់គង់នៅខាងក្រៅព្រះរាជាឲ្យគឺរៀបចំកន្លែងព្រឹកទៅព្រះអង្គគង់នោះផ្កាហ្នឹងក៏មិនដែលទៅបាំងឲ្យព្រះអង្គដដែលហើយបានសាកសួររឿងអ្នកណាថ្វាយផ្កាថ្វាយអីចឹងទៅដឹងថាសូមម្នាក់ហ្នឹងថ្វាយព្រះអង្គប្រាប់ទៅព្រះរាជាជ្រះថ្លាថ្វាយចង្ហាន់ព្រះសម្មាសម្ពុទ្ធមនុស្ស18កោដហ្នឹងក្នុងគម្ពីរថាអ្នកណាដែលមិនកាន់នៅចង្ហាន់ដើម្បីប្រគេនវិខសង្ឃពេលហ្នឹងមិនមានចង្ហាន់គ្រប់ដៃទាំងអស់មិនមានបានប្រគេនគ្រប់គ្នាលោកទៅជាប៉ុន្តែថាត្រៀមទាំងអស់គ្នាអញ្ចឹងណាជ្រះថ្លាព្រះអង្គទ្រង់ទទួលនៅចង្ហាន់ហើយក៏និមន្តត្រឡប់ទៅវិញត្រឡប់ទៅពេលដែលនិមន្តទៅនឹងចិត្តដល់វត្តព្រះអនន្តសាកសួរព្រះអង្គសូមម្នាក់ដែលមានគុណល្អអញ្ចឹងបុណ្យល្អអញ្ចឹងរួយយ៉ាងណាអានិសង្ឃហ្នឹងចង់បានន័យថាអានិសង្ឃហ្នឹងបានយ៉ាងម៉េចបានព្រះអង្គប្រកាសសម្ដែងភ្លាមយ៉ាងហ្នឹងសូមម្នាក់បានបូជានៅជីវិតចំពោះសត្ថាគាត់បូជាផ្កាទេប៉ុន្តែខណៈទឹកចិត្តពេលហ្នឹងគឺហ៊ានលះបង់ជីវិតណាព្រះអង្គថាសូមម្នាក់នេះគឺនឹងអន្តោលទៅតែក្នុងទេវលោកសុគតិភពអស់មួយផែនមួយសែនផែនដីណាចាប់ពីផែនដីនឹងឆែកទៅមិនដែលបានស្គាល់នរកប្រែតសុរកាយដេរឆានអបាយភូមិអត់ស្គាល់ទេគឺកើតតែនៅក្នុងកំណើតមនុស្សទេវតានឹងមួយសែនផែនដីញ៉ាំបុណ្យពេលហ្នឹងណាហើយបន្ទាប់ពីមួយសែនផែនដីហើយនឹងបានត្រាស់ជាព្រះបច្ចេកពុទ្ធមួយអង្គឈ្មោះសុម្នាក់ឈ្មោះនៅសុម្នាក់ដដែលនឹងជាព្រះបច្ចេកពុទ្ធមួយអង្គបុណ្យលោកនឹងវាច្រើនហើយពីអសង្ខ័យមកហើយសុម្នាក់នឹងព្រោះក្នុងការដែលសម្រេចបានជាព្រះបច្ចេកពុទ្ធត្រូវសន្សំបារមីពីអសង្ខ័យមួយសែនកាប់ដូច្នេះពេលដែលជួបព្រះសម្មាសម្ពុទ្ធនឹងមានមនសិការៈល្អហ៊ានលះបង់ជីវិតបូជាព្រះសម្មាសម្ពុទ្ធនឹងឧបនិស្ស័យបុណ្យកុសលនឹងវាខ្លាំងមកពីអសង្ខ័យមកហើយបើសរុបបូកចំនួនបុណ្យវិញនោះខ្លាំងជាងព្រះសិរីបុត្រទៀតខណៈដែលជួបព្រះសម្មាសម្ពុទ្ធព្រោះព្រះសិរីបុត្រព្រះមហាមោគលានបុណ្យនឹងវាតែមួយសែនកាប់មួយអសង្ខ័យមួយសែនកាប់ទេសូមម្នាក់លើកមួយអសង្ខ័យណាប៉ុន្តែនៅក្នុងតម្ដៅជាបុថុជនវាត្រូវកើតអ្នកកំសត់អ្នកអីធម្មតាអញ្ចឹងទៅពីពុទ្ធបរិស័ទហ្នឹងស្មានតែបុណ្យតិចណាស់ញាតិញោមខ្លះបុណ្យច្រើនជាងអាត្មាបុណ្យច្រើនជាងកណាសង្ស័យតែអស់ពីហ្នឹងទៅសម្រាប់ធំទេវតាអាត្មាលេឡាទៅណាទៅមិនដឹងណាយើងមិនជាក៏ដឹងណាបុថុជនហ្នឹងអត់ច្បាស់លាស់ទេដោយព្រះសម្មាសម្ពុទ្ធអញ្ចឹងជាមួយពាក្យការព្រមជាតិមុនធ្វើសឹកពាក្យការព្រមតាណាហើយដល់ពាក្យការព្រមទៅបានជាព្រមទៅព្រះអង្គសម្បារមីទេព្រះអង្គមកត្រាស់ដឹងទៅទទួលមានពាក្យការព្រមឲ្យបានត្រាស់ដឹងសច្ចធម៌ព្រះអង្គជាសាស្តាម្ដងម្នាក់ដែរណោះ
មានប្រកាសវិជាអីញាតិញោមនៅតែមករៀនចឹងខំរៀនទៅជាតិក្រោយទៅញាតិញោមចេះទៅមកទៅសុំរៀនវិញទៅណាបដូរគ្នាទៅវិញទៅមកមែនទេណាអានោះឧបនិស្ស័យខ្សែផ្សំទៅណាហ្នឹងអញ្ចឹងមុនទៅដល់វត្តបានផ្កាម្លិះហ្នឹងជ្រុះនឹងខ្លងទ្វាប្រកបអកតណាព្រះអង្គចូលទៅក្នុងប្រកបអកតទៅក៏ជ្រុះនឹងមាត់ទ្វាហ្នឹងទៅណាផ្កាហ្នឹងវាអត់ចិត្តអត់វិញ្ញាណទេប៉ុន្តែនេះដោយអំណាចព្រះសម្មាសម្ពុទ្ធព្រះអង្គចង់សម្ដែងឲ្យឃើញថាការដែលមនុស្សហ៊ានលះបង់ហ្នឹងហើយដើម្បីឲ្យមានសេចក្តីសប្បាយចិត្តជាខាងក្រោយណាបានព្រះអង្គទៅដល់វត្តទៅព្រះរាជាហៅសូមម្នាក់ហ្នឹងហៅសូមម្នាក់សួរថាអ្នកឯងហ្នឹងយកផ្កាហ្នឹងបំរុងថាមកឲ្យយើងហើយបូជាព្រះសម្មាសម្ពុទ្ធអញ្ចឹងមែនឬណាថាអញ្ចឹងមែនហើយចុះអ្នកឯងគិតថាម៉េចខ្ញុំព្រះអង្គទូលបង្គំហ្នឹងគិតថានឹងបូជាព្រះសម្មាសម្ពុទ្ធហើយជីវិតនេះក៏អត់បានគិតគូរអីទៀតទេពេលនេះព្រះរាជាធ្វើម៉េចក៏ធ្វើទៅសម្លាប់ក៏សម្លាប់ទៅពិន័យក៏ពិន័យទៅហើយបណ្ដេញចេញចាកដែនក៏បណ្ដេញទៅនៅតែប្រើពាក្យហ្នឹងញាតិញោមអត់មានទៅខ្លាចព្រះរាជាមានអាជ្ញាអីទេណាព្រោះឃើញគុណបុណ្យគុណតម្លៃបុណ្យកុសលហ្នឹងវាអស្ចារ្យអញ្ចឹងណាបានព្រះរាជាថាណែឯងជាមហាបរិសុទ្ធដោយពិតយើងអត់មានចិត្តចង់ធ្វើបាបអ្នកទេយើងនឹងសប្បាយចិត្តអនុមោទនាបុណ្យពីអ្នកព្រះរាជាបានប្រគល់ឲ្យតម្រៃហ្នឹង8សេះ8ទាសាប្រុសហ្នឹង8ទាសីព្រៃ8ស្រីស្អាតយកទៅធ្វើប្រពន្ធហ្នឹង8ណាយកមកពីតកូលស្រស់ហ្នឹងចាត់ចែងមកចាត់ទៅណា8ហ្នឹងគ្រឿងប្រដាប់ស្អី8ច្រើនមុខយ៉ាងទៅឲ្យប្រាក់ហ្នឹង8000កហបណៈណាកាលមានដំបងតែមួយទេណាលះបង់ម្ដងផលបានមកភ្លាម8ណានឹងល្បីខ្ទួខ្ទាទៅដល់ភិក្ខុទាំងឡាយក៏នាំគ្នានិយាយពុទ្ធបរិស័ទក៏តាមទៅតាមទៅបើអង្គមុនទៅវិញនឹងភិក្ខុទៅដល់សាលាធម្មសភាអត់ទៅសម្រាប់ណានាំគ្នានិយាយទៅអូបុណ្យនេះអស្ចារ្យណាស់ណោះភ្លាមសូមម្នាក់នេះហ៊ានបូជាជីវិតបន្តិចជាមួយនឹងវត្ថុបន្តិចគឺការមលិប៉ុណ្ណឹងត្រូវអស្ចារ្យមនុស្សផែហោមអមដណ្ដើស្រែកអូបញ្ជ្រាវណាបានព្រះអង្គនិមន្តមកសួរតែម្នាក់ភិក្ខុទាំងឡាយអ្នកទាំងឡាយនិយាយអីណាខ្ញុំព្រះអង្គនិយាយរឿងសូមម្នាក់មាលាកាណាព្រះអង្គថាត្រូវហើយអំពើណាដែលបុគ្គលធ្វើហើយនាំមកនៅសេចក្តីសុខសប្បាយជាខាងក្រោយនឹករលឹកកាលណានាំមកនៅតែខ្សោមម្នោះមិនចង្អៀតចង្អល់ចិត្តអ្នកប្រាជ្ញគួរធ្វើនៅអំពើហ្នឹងណានឹងដោយប្រកាសថាដែលយើងស្ដាប់បែបមិញហ្នឹងគឺអំពើណាក៏ដោយតែធ្វើទៅសូម្បីតែដល់លះបង់ជីវិតក៏ដោយឲ្យតែអំពើហ្នឹងល្អណាប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ហើយការបើរលឹកឃើញគឺរមែងបានសេចក្តីសុបាយខ្សែមខ្សាមផ្លូវចិត្តអំពើនោះបុគ្គលគួរតែធ្វើណាព្រោះវាអត់មានសេចក្តីក្តៅក្រហាយជាខាងក្រៅទេនឹងព្រះអង្គប្រកាសអរិយសច្ចធម៌ទៅអ្នកពុទ្ធបរិស័ទដែលទៅចូលរួមនោះច្រើនប៉ុន្តែសរុបអ្នកដែលបានសម្រេចទៅជាអរិយបុគ្គល84000ណានឹងបានជាអរិយបុគ្គលនឹងបុណ្យវាច្រើនស្រាប់តែសែនកម្មមកហើយណាប៉ុន្តែសុំម្នាក់អត់បានសម្រេចទេព្រោះសន្សំបារមីជាព្រះបច្ចេកពុទ្ធណានឹងដល់ទៅគ្រប់បារមីខ្លួនឯងទៅបានត្រាស់ដឹងដោយបុណ្យខ្លួនឯងដោយពិតអត់មានដោយការស្ដាប់ពីនរណាទេណានឹងបុណ្យកុសលទាំងអស់ញាតិញោមវានឹងឲ្យនៅសេចក្តីសុខក្នុងលោកទាំងពីរបើទុកជាថាខណៈនឹងព្រះរាជាសម្រាប់មែនក៏ដោយក៏ឈ្មោះថាអំពើហ្នឹងបុគ្គលបានធ្វើល្អហើយហ្នឹងបើមានសេចក្តីជ្រះថ្លាមែនណាយល់ច្បាស់ថាជីវិតហ្នឹងបើទុកជាគេអត់សម្លាប់ស្លាប់ដែរស្លាប់ដែរឬក៏បើគេអត់សម្លាប់អត់ស្លាប់ទេណាហ្នឹងរឿងស្លាប់ហ្នឹងវារឿងរបស់ជីវិតហ្នឹង
ប៉ុន្តែរឿងអស្ចារ្យរឿងដែលគួរសប្បាយគឺអំពើដែលយើងធ្វើនោះហ្នឹងហើយស្លាប់ទៅរាងកាយហ្នឹងទៅបុណ្យកុសលវាមានបាត់បង់អីវាមានឆេះទៅតាមរាងកាយដែលគេដុតទៅណាដុតឆេះទៅរូបទេណាតែនាមធម៌អត់ឆេះទេបុណ្យកុសលអត់ឆេះទេណាត្រូវសន្សំទៅជាប់តាមសន្តានជានិច្ចអត់មានឆេះតាមរូបក្រោកគ្រៀតហ្នឹងទេហើយបើសិនជាដុតទៅឆេះបុណ្យអស់ឆេះអីអស់វាបានសំអីទៅត្រាស់ជាពុទ្ធដោយសមម្នាក់អញ្ចឹងគាត់ស្លាប់ហើយស្លាប់តាំងពីសម័យព្រះអង្គមកឥឡូវនៅសុគតិសេវលោកឯណោះមានឆេះបុណ្យហ្នឹងទៅតាមរូបដែលគេដុតឯណាឃើញច្បាស់លាស់ហើយតើហើយគាត់សន្សំទៅមិនតែប៉ុណ្្នឹងទេសន្សំទៀតនៅឋានទេវតាក៏គាត់ស្ដាប់ធម៌រក្សាសិលរហូតទៅអ្នកមានសមាធិហ្នឹងសំទៅទីផុតទៅចតេមកកើតជាមនុស្សសម្រាប់ទៅជាព្រះបច្ចេកពុទ្ធបរិនិព្វានណាហ្នឹង